ពូកែថាថ្នល់ជាតិពេកបាច់គីមួយរត់ទៅវះកាត់ពង្រីកដើមទ្រូងឡើងពងមុនរៀបការកុំអោយគេថាថ្នល់ជាតិទៀតទីបំផុតតារាចម្រៀងកូនកាត់ចិនបាច់គីមួយសម្រេចចិត្តវះកាត់ពង្រីកដើមទ្រូងឡើងពងមុននឹងរៀបចំពិធីមង្គលការថ្មីនេះតារាចម្រៀងបាច់គីមួយបានរត់ទៅហាងកែសម្ផស្សមួយកន្លែងដើម្បីឲ្យគ្រូពេទ្យជំនាញវះកាត់កែពង្រីកដើមទ្រូងបាច់គីមួយបាននិយាយថាពេលនេះដើមទ្រូងរបស់នាងធំដូចអ្វីដែលខ្លួនប៉ងប្រាថ្នាហើយក៏គ្មានអ្នកណាហ៊ានហៅខ្លួនថាថ្នល់ជាតិទៀតដែរកញ្ញាបាច់គីមួយពិតជាពេញចិត្តខ្លាំងជាមួយដើមទ្រូងថ្មីរបស់ខ្លួនជាក់ស្ដែងមួយរយៈពេលចុងក្រោយនេះពេលទៅណាមកណាម្ដងនាងជ្រើសរើសតែសម្លៀកបំពាក់វាលចំហទ្រូងដើម្បីបង្អួតភ្នែកទស្សនិកជននិងមិត្តភ័ក្តិស្របពេលដែលវះកាត់ពង្រីកដើមទ្រូងថ្មីនេះមានព័ត៌មានថាបាច់គីមួយនិងលោកសោយរតនាត្រៀមដកដៃគ្នាចូលរោងការក្នុងពេលឆាប់ខាងមុខបន្ទាប់ពីភ្ជាប់ពាក្យនឹងគ្នាអស់ពេលជាច្រើនឆ្នាំចំពោះរឿងមង្គលការបាច់គីមួយនៅតែនិយាយដដែលថានាងពុំទាន់មានគម្រោងរៀបការនៅឡើយទេពីព្រោះចង់សន្សំលុយឲ្យបានច្រើនសិនគួររំលឹកផងដែរថាតារាចម្រៀងបាច់គីមួយនិងលោកសោយរតនាបានភ្ជាប់ពាក្យនឹងរស់នៅក្រោមដំបូលតែមួយអស់ពេលជាច្រើនឆ្នាំមកហើយអ្នកទាំងពីរក៏មិនខ្វល់ពីពិធីមង្គលការដែរពីព្រោះចាស់ទុំទាំងសងខាងសុទ្ធតែបានដឹងឮអំពីរឿងនេះមិនថាបាច់គីមួយចង់ធ្វើអ្វីលោកសោយរតនាគាំទ្រនាងគ្រប់បែបយ៉ាងជាពិសេសរឿងកែនិងពង្រីកដើមទ្រូងជាដើម